ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំខសាច់ជ្រូកជើងជ្រូកពងទាគ្រឿងផ្សំមានដូចជាជើងជ្រូកពងទាខ្ទឹមសឈើអែមហើយនឹងស្ករក្រហមជើងជ្រូកលាយប្រឡាក់ចូលគ្នាដាក់ប្រេងខ្យងទឹកស៊ីអ៊ីវខាប់ស្ករសហើយប្រឡាក់ទុកមួយឡែកសិនឲ្យចូលជាតិដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងដាក់ប្រេងឆាចាក់ប្រេងឆាចូលចាក់ប្រេងឆារួចហើយយើងដាក់ខ្ទឹមបំពងមើលទៅថាវាឈ្ងុយតិចហើយខាងយើងដាក់ស្ករហើយយើងដាក់ឈើអែមនឹងចូលលីងចូលគ្នាចាលីងចឹងតើតាបានពងសាឡាតឲ្យឈ្ងុយតិចមកដាក់ងាឲ្យឈ្ងុយតិចទៅមកនេះខ្ញុំកូរស្ករដាក់ស្ករក្រហមកូរចូលកូរទៅចឡើងជើងក្រងកូរឡើងជើងក្រងចឹងហើយយើងដាក់កាប់កូរវាមិនងាស់វាដាច់ទឹកបន្តិចទៅយើងមើលដាក់ដាច់ទឹកហើយដាច់ទឹកហើយយើងដាក់ទឹកសទឹកជាហ្នឹងពំងាស់វាទៅតែផុយទុកវាទៅតែផុយចាំយើងដាក់ទាំងពីរចូលដាក់ទឹកដែលយើងពេញចិត្តរំងាស់ដាក់ថែមអញ្ចឹងទៅហើយយើងរំងាស់វាទឹកចោលហើយយើងទុកចោលទៅ
ពុះហើយយកពុះអាពុះវាចាញ់ទៅទុកកុំវាអត់តន់ផុយទេមកវារហូតតតែផុយរួចយើងដាក់ពងទាចូលហើយយើងមកងាស់ថែមតិចទៀតរហូតដល់តែរីងទឹកបន្តិចទៅឆ្អិនហើយឥឡូវរីងហើយភ្លក់បន្តិចសាកឡើងមើលសិនជាតិឈ្ងុយឆ្ងាញ់ឆ្ងាញ់មែនឆ្អិនរួចរាល់ហើយឆ្អិនហើយបាទ